សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកប្រៀនបងប្អូនទាំងអស់គ្នារបៀបតម្លើងកម្មវិធីនៅលើ Mac អញ្ចឹងជំហានទី1គឺខ្ញុំតម្លើងកម្មវិធី CapCut សិនហើយកម្មវិធីផ្សេងៗគឺខ្ញុំប្រៀនតាមក្រោយអូខេបងប្អូនគ្នាឥឡូវនេះគឺខ្ញុំបាន download កម្មវិធី CapCut ហើយក៏ខ្ញុំមិន download ក្នុង Chrome ដែរហើយ CapCut ខ្ញុំនេះគឺ CapCut 3 ចាស់ខ្ញុំអត់យក3ថ្មីទេកាលណាដែលខ្ញុំ download សេរីថ្មីមកគឺវាទាមទារ Pro ឯងអញ្ចឹងគឺខ្ញុំពិបាកកាត់តអញ្ចឹងខ្ញុំសុខចិត្តខ្ញុំប្រើកម្មវិធីសេរីចាស់វិញអញ្ចឹងខ្ញុំចង់ធ្វើក៏បានដែរអូខេឥឡូវដើម្បីអាច install បានគឺបងប្អូនអរគ្នាធ្វើការ open វាមកចុចវីដេអូមកអូខេបន្ទាប់មកគឺវាចេញទម្រង់ចេះអញ្ចឹងបងប្អូនអរគ្នាធ្វើការចាប់ CapCut ហ្នឹងអស់ចូល app ហ្នឹងមកអញ្ចឹងគឺយើងធ្វើការ install ហើយគឺយើងអាចតម្លើងបាននេះគឺមួយ G.95 អូខេវាលឺពើអញ្ចឹងបានន័យថាបានហើយអូខេឥឡូវខ្ញុំធ្វើការចុចម្រៀម5ត្រូវកម្មវិធីនឹងសិននេះគឺបានហើយមួយទៀតបើសិនជាយើងតម្លើងទៅវាអត់បានអីគឺបងប្អូនចូលមកកាន់ setting មកនេះបងប្អូននេះបើសិនជាបងប្អូនអរនេះតម្លើងអត់បានហើយបងប្អូនចូលមកកន្លែង privacy and security មកបន្ទាប់មកវានឹង load អក្សរមួយកន្លែងនេះកន្លែងហ្នឹងគឺបងប្អូនអាចចុចមកពាក្យហ្នឹងខ្ញុំភ្លេចបាត់ហើយបងប្អូនអាចចាំមកសារក្រោយគឺខ្ញុំនឹងប្រៀនបងប្អូនទាំងអស់គ្នាឲ្យក្បោះក្បាយយ៉ាងហ្នឹងនេះដោយសារកម្មវិធី CapCut ខ្ញុំលុបចុះលុបឡើងទៅខ្ញុំ install ចុះឡើងដើម្បីឲ្យបងប្អូនគ្នាបានមើលអញ្ចឹងណាដល់ពេលអញ្ចឹងគឺវាអត់មានទេឥឡូវយើងចុចកន្លែង new បញ្ចេញមកនេះបងប្អូនអរវាដាក់របៀបប្រើបងប្អូននេះដោយសារខ្ញុំចេះស្រាប់អញ្ចឹងខ្ញុំអត់ធ្វើទេអូខេឥឡូវយើងចូលមកកន្លែង effect មកនេះវាមាន Pro ដែរប៉ុន្តែគឺវាមានតិចអញ្ចឹងណាបងប្អូនយើងអាចប្រើកម្មវិធីផ្សេងបានច្រើនជាងយើងធ្វើការ update ឡើយយើងធ្វើការបិទវាវិញអូខេបងប្អូននេះអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគ្នានឹងចូលចិត្តវីដេអូមួយនេះហើយគ្រាន់តែជាចំណេះដឹងបន្តិចបន្តួចសម្រាប់ខ្ញុំចែកជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងណាអូខេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ